តើបងប្អូនទៅមើលកម្មវិធីមង្គលការនៅជនបទសហរដ្ឋអាមេរិកទាំងអស់គ្នាខ្ញុំមកនៅនេះជិត2ឆ្នាំហើយខ្ញុំទៅចូលរួមកម្មវិធីមង្គលការគេបានតែ2ដងឯគត់លើកទី1ហ្នឹងការចៅប្តីរបស់ខ្ញុំហើយនឹងលើកទី2ហ្នឹងការកូនប្តីខ្ញុំហ្នឹងឯងមិនមែនយើងអត់ចង់ទៅកម្មវិធីណាប៉ុន្តែនៅនេះវាអត់មានកម្មវិធីត្រូវទៅវាខ្សត់កម្មវិធីអត់សម្បូរដូចនៅស្រុកខ្មែរយើងទេហើយកន្លែងគេធ្វើកម្មវិធីនេះគេអត់បាច់ជួលទេកន្លែងនេះកន្លែងបោះសហគមន៍អញ្ចឹងប្រជាពលរដ្ឋដែលនៅក្នុងតំបន់ហ្នឹងពេលធ្វើកម្មវិធីអីអញ្ចឹងអត់បាច់ទៅជួលកន្លែងណាឲ្យឆ្ងាយវេទនាទេគ្រាន់តែយើងទៅប្រាប់អ្នកគ្រប់គ្រងកន្លែងហ្នឹងទៅថាយើងមានកម្មវិធីមង្គលការអញ្ចឹងទៅខែលោយើងប៉ះថ្ងៃជន់គ្នាអញ្ចឹងណាតែបើអត់មានប៉ះថ្ងៃជន់មួយអ្នកណាទេគឺយើងធ្វើកម្មវិធីបានហើយពេលយើងធ្វើកម្មវិធីចប់យើងគ្រាន់តែសម្អាតកន្លែងហ្នឹងឲ្យស្អាតវិញទៅគឺសពចប់សពគ្រប់ហើយអត់បាច់ចំណាយលុយជួលកន្លែងទេគេទៅមួយយ៉ាងដែរស្រួលការចៅរបស់ប្តីខ្ញុំហ្នឹងគេស្នើសុំ dressing code គេហ្នឹងលក្ខណៈថា cowboy cowgirl អាហ្នឹងបើប្រែឲ្យខ្មែរទៅប្រែឲ្យស្រួលស្ដាប់បែបលក្ខណៈថាបែបអ្នកស្រែអ្នកចកាអញ្ចឹងកូនក្រមុំគេហើយនឹងកូនកដោគេហ្នឹងគឺអត់មានពាក់ស្បែកជើងកែងទេគឺថាគេពាក់ស្បែកជើងកវែងអ្នកស្រែអ្នកចកាគេហ្នឹងឯងហើយនឹងភ្ញៀវកិត្តិយសភាគច្រើនបើប្រុសៗអីអញ្ចឹងគេពាក់អាមួកធំអាមួកដែលយើងឡើងឃើញអ្នកជិះសេះហើយគេពាក់អាមួកធំហ្នឹងគឺគេពាក់បែបហ្នឹងឯងលក្ខណៈ cowboy cowgirl ហើយនេះកម្មវិធីគេពេលកូនក្រមុំកូនក្រឡំពាក់អញ្ជៀនស្បត់ស្បែកឲ្យហើយគេរាំបន្តិចហើយបន្តមកទៀតគេនាំមុខចង់ថាកូនក្រមុំកូនក្រឡោះហ្នឹងនាំមុខមើលភ្ញៀវទាំងអស់ហ្នឹងដើម្បីដើរចូលទៅក្នុងកន្លែងគេធ្វើកម្មវិធីតទៀតអញ្ចឹងណាហើយកន្លែងក្នុងកម្មវិធីតទៀតហ្នឹងគេមានកម្មវិធីគេជប់ច្រើនដែរខ្ញុំអត់ដឹងថាហ្នឹងគេហៅកម្មវិធីអីទេហើយបើម្ហូបវិញគេទទួលភ្ញៀវវិញម្ហូបគេលក្ខណៈ buffet មានផ្អែមមានផ្លែឈើមានម្ហូបអីចឹងទៅអត់មានលក្ខណៈថាគេលើកឲ្យយើងដល់តុអីអត់ទេគឺថាយើងចង់ញ៉ាំអីយើងទៅចាប់យកខ្លួនឯងអត់មានអ្នកប្រើមកចាប់ឲ្យយើងលើកម្ហូបអីឲ្យយើងអត់មានទេហើយបើភេសជ្ជៈវិញគេអត់មានទទួលទានគ្រឿងស្រវឹងទេនិយាយរួមម្ចាស់កម្មវិធីអត់មានទទួលភ្ញៀវកិត្តិយសគ្រឿងស្រវឹងទេប៉ុន្តែបើភ្ញៀវចូលរួមនឹងគាត់ចង់ញ៉ាំគ្រឿងស្រវឹងខ្លួនឯងអាហ្នឹងក៏អាចទិញយកទៅញ៉ាំខ្លួនឯងបានប៉ុន្តែខ្ញុំទៅកម្មវិធីមង្គលការហ្នឹងឃើញមានភាគច្រើនគាត់ទិញគ្រឿងស្រវឹងទៅខ្លួនឯងណាទិញប៊ីយ៉ាទិញអីចឹងប៉ុន្តែគេអត់ផឹកច្រើនទេមួយកំប៉ុងពីរកំប៉ុងអីហ្នឹងអស់ហើយតាំងពីកម្មវិធីតាំងពីល្ងាចរហូតដល់ពាក់កណ្ដាលយប់ម្នាក់អ្នកខ្លះផឹកអស់មួយកំប៉ុងអ្នកខ្លះផឹកអស់ពីរកំប៉ុងតែប៉ុណ្្នឹងឯងហើយគេរាំលេងសប្បាយទៅហើយនេះគេហៅកម្មវិធី anniversary dancing anniversary ពេលកូនក្រមុំកូនក្រឡោះគេរាំចប់ពិធីករគេអញ្ជើញអ្នកចូលរួមទាំងអស់ដែលមានគូលក្ខណៈថាមានគូសង្សារប្តីឬក៏ប្រពន្ធអីចឹងដល់ពេលគេរាំអញ្ចឹងទៅពិធីករគេប្រកាសអ្នកការបានមួយឆ្នាំអ្នកណាការលើក្រោមមួយឆ្នាំត្រូវចេញពីវងហើយបន្តមកទៀត5ឆ្នាំ10ឆ្នាំ7ឆ្នាំ20ឆ្នាំ25ឆ្នាំតឹងទៅហើយអង្ការការចៅប្តីខ្ញុំនឹងគេប្រកាសរហូតដល់ការបាន50ឆ្នាំអញ្ចឹងនៅសល់មួយគូដែលគាត់ការមួយគ្នាបាន50ឆ្នាំនិយាយរួមលើកពានបដ ாய் ហើយដល់ពេលដែលគេប្រកាសដល់គូចុងក្រោយដែលគាត់ការបានយូរជាងគេនៅក្នុងកម្មវិធីហ្នឹងពេលគេប្រកាសអ្នកគូចុងក្រោយហ្នឹងគឺថាគេសុំគូចុងក្រោយហ្នឹងសុំពីសួរថាហេតុអីបានជាការជាមួយគ្នារយៈពេលយូរហើយរស់នៅជាមួយគ្នាចុះសម្រងមានសុភមង្គលអញ្ចឹងណាគេសួរសំណួរអញ្ចឹងទៅដើម្បីឲ្យកូនក្រមុំកូនក្រឡោះហ្នឹងស្ដាប់ថាគាត់ធ្វើមិនខ្លះដើម្បីឲ្យគាត់រស់នៅជាមួយគ្នាបានយូរអញ្ចឹងណានិយាយរួមម្យ៉ាងដែរកម្មវិធីរបស់គេនៅនេះម្ចាស់កម្មវិធីអត់មានរំពឹងចំណងដៃពីអ្នកចូលរួមទេណាព្រោះអ្នកចូលរួមនៅនេះគេអត់មានចងដៃទេនិយាយរួមចំណាយគឺចំណាយហើយអត់មានរំពឹងចំណងដៃយកទៅទូទាត់ចំណាយអីទេចំណុចល្អមួយដែលខ្ញុំមើលឃើញពេលដែលខ្ញុំទៅចូលរួមកម្មវិធីផ្ទាល់នៅនេះគឺថាភ្ញៀវកិត្តិយសគេគឺឲ្យកិត្តិយសទៅលើកូនក្រមុំហើយនិងកូនក្រឡោះខ្លាំងមែនទែនគ្រាន់តែពិធីករគេប្រកាសថាឥឡូវកូនក្រមុំនិងកូនក្រឡោះរាំចប់ហើយសូមអញ្ជើញគូស្វាមីភរិយាទាំងអស់ដែលបានចូលរួមកម្មវិធីឡើងរាំ anniversary dancing ទាំងអស់គ្នាប្រកាសតែម្ដងណាគឺថាភ្ញៀវងើបទៅព្រូហ្មងងើបទៅឡើងស្ងាត់ពីតុហ្មងណានិយាយរួមអត់បាច់ប្រកាសអញ្ជើញម្ដងពីរដងតែម្ដងហ្នឹងគឺថាទៅព្រូតែហ្មងនិយាយរួមគឺថាគេឲ្យតម្លៃកូនក្រមុំហើយនិងកូនក្រឡោះឲ្យកិត្តិយសខ្លាំងមែនតើខ្ញុំសូមសរសើរគេមកចំណុចនេះមួយអត់បាច់ចាំហៅអញ្ជើញពីរដងទេហើយពេលកូនក្រមុំកូនក្រឡោះដើរមកហ្នឹងគឺគេងើបឈប់ព្រូហ្មងបាច់ចាំមានណាប្រកាសទេ